សួស្តីបងប្អូនដែលកំពុងតាមដានទស្សនានៅវីដេអូដែលចេញពីកសិដ្ឋានបាក់សីសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីដំណើរការនៃការចិញ្ចឹមដង្កូវរុយ BSF បាទឥឡូវដូចបងប្អូនឃើញវីដេអូទស្សន៍នេះហើយគឺសកម្មភាពដង្កូវរុយ BSF កំពុងតែស៊ីចំណីអាហារអញ្ចឹងបងប្អូនឃើញដូច្នេះគឺបងប្អូនអាចសន្និដ្ឋានបានថាវាកំពុងនឹងបាទស៊ីអាហារដែលយើងដាក់ឲ្យវាហ្នឹងហើយអាយុកាលរបស់វាបងប្អូនមានដឹងទេអាយុកាលរបស់វាបាទគឺទៅតែបាន7ថ្ងៃទេបងប្អូនអាយុកាលរបស់វាណាទៅបាន7ថ្ងៃឯងបាទមានខ្លះធំខ្លាំងមានខ្លះតូចខ្លាំងអាហ្នឹងគឺដោយសារតែយើងដាក់ចំណីឲ្យវាស៊ីខុសថ្ងៃគ្នាតែយើងដាក់ស៊ីដំណើរគ្នាគឺវាធំប៉ុនគ្នាបាទនេះគឺវាកំពុងតែស៊ីបាទអាហារពិសេសរបស់វាហ្នឹងគឺល្ហុងបាទតំបន់ខ្លះស្រួលដាំល្ហុងងាយស្រួលដាំបាទល្ហុងអញ្ចឹងក៏ខ្ញុំទៅតែធ្វើការចាត់ជាចំណិតដាក់ពីលើវាដើម្បីឲ្យវាស៊ីបាទវាចូលចិត្តស៊ីមែនតើបាទដង្កូវដែលមានរូបរាងគេហៅថាធំធាត់ល្អនោះគឺយើងមើលអំពីកម្រិតរូបរាងរបស់វាមានលក្ខណៈមូលបាទមូលបាទរាងសំប៉ែតគឺដង្កូវនឹងស្គមអញ្ចឹងយើងត្រូវការបន្ថែមចំណីឲ្យវាចាក់ស្ដែងដង្កូវដែលយើងឃើញនេះគឺវាសមល្មមនៃរូបរាងវាមិនធាត់ក៏មិនស្គមមានន័យថាដង្កូវវាសមនៅកម្រិតអាយុរបស់វាបាទច្រើនមែនតែនបាទច្រើនមែនតែនឥឡូវខ្ញុំធ្វើការកាយបាទកាយឲ្យបងប្អូនមើលបាទមិនមែនតែលើទេណាចាំមើលខ្ញុំកាយឃើញទេបងប្អូនគឺសុទ្ធតែដង្កូវតែម្ដងណាយើងទុកវារយៈពេល2ថ្ងៃទៀតគឺវាស៊ីកាកសំណល់នេះអស់តែម្ដងអញ្ចឹងយើងធ្វើការបំបែកវាព្រោះអីបរិមាណទំហំនៃស្នូកចំណីនេះគឺតូចជាក់ស្ដែងគឺតូចអញ្ចឹងចំនួនដង្កូវវាច្រើនអញ្ចឹងវាត្រូវការស៊ីចំណីច្រើនដែរអញ្ចឹងមកកាលណាយើងដាក់តែក្នុងមួយស្នូកហ្នឹងយើងចេះតែដាក់ចំណីថែមទៀតគឺចំណីវាអាចឡើងបាទឡើងកំពង់ដល់នេះអញ្ចឹងដង្កូវវាអាចនឹងវាចេញវាងាយនឹងវាចេញវាចេញគឺក្នុងស្ថានភាពដែលមានកម្ដៅខ្លាំងនៅក្នុងស្នូកគឺវាចេញហើយមួយទៀតគឺនៅពេលដែលស្នូកមានការសើមទឹកច្រើនក៏វាចេញដែរគឺសើមទឹកគឺអាចបណ្ដាលមកពីកាកសំណល់ដែលយើងដាក់ឲ្យដង្កូវស៊ីនឹងគឺវាមានការចេញទឹកច្រើនអញ្ចឹងវាប៉ាំទឹកអញ្ចឹងវាធ្វើឲ្យដង្កូវវាអត់ចូលចិត្តទេគឺវារត់ចេញហើយវាចេញហើយអញ្ចឹងយើងមើលឧទាហរណ៍ដូចអញ្ចឹងបាទឧទាហរណ៍ដូចអញ្ចឹងឃើញទេរៀងទឹកអញ្ចឹងគឺដង្កូវវាអត់សូវចូលចិត្តទេបាទចូលចិត្តតែលក្ខណៈគោកលក្ខណៈថាស្ទើសើមស្ទើស្ងួតបាទច្រើនមែនតើអញ្ចឹងតាមការសន្និដ្ឋានរបស់ខ្ញុំគឺក្នុងមួយស្នូកនេះពេលដែលដង្កូវនឹងធំរហូតតតែយើងអាចយកវាយកទៅធ្វើជាចំណីសត្វបានគឺក្នុងមួយស្នូកគឺយើងអាចទទួលបានទិន្នផលជាដង្កូវសាច់ហ្នឹងគឺ2គីឡូបាទអញ្ចឹងយើងឃើញមានច្រើនស្នូកមែនតើ
ច្រើនស្នុកមែនតើងាយស្រួលក្នុងការចិញ្ចឹមហ្នឹងបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងមកកាន់ពេករបស់យើងខ្ញុំផ្ទាល់ហើយនឹងកាន់ YouTube channel របស់យើងខ្ញុំហើយនឹងតាមរយៈអាស័យដ្ឋានហើយនឹងលេខទូរស័ព្ទដែលមាននៅផុសនៅក្នុង page ហើយនឹង YouTube របស់យើងខ្ញុំឥឡូវយើងតាមដានបន្តទៀតអំពីសកម្មភាពដែលវាស៊ីចំណីបាទបងប្អូនមានចម្ងល់ទេអាច comment សួរបាន